សរីសួស្តីជ័យមង្គលក្នុងជីវិតហ្នឹងវាអាស្រ័យបុណ្យចាស់ផងវាអាស្រ័យការប្រឹងប្រែងក្នុងបច្ចុប្បន្នផងបើអ្នកនឹងបានធ្វើទានរក្សាសិលចាំម៉ែចាំឪធ្វើល្អពីអតីតជាតិជាអ្នកមានសម្ពាយបុណ្យខ្ពស់មកអាហ្នឹងគេធ្វើអីក៏ងាយដែររួមផ្សំទាំងបច្ចុប្បន្នហ្នឹងគេផឹងផែងហ៊ានសូត្រខ្សែគប់មនុស្សត្រូវតស៊ូព្យាយាមហើយមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងវាបានផលបុណ្យចាស់ផងផលបុណ្យថ្មីផងរួមទាំងកាយវិចារចិត្តគំនិតខ្ពង់ខ្ពស់ទៅទៀតអាហ្នឹងគេបានចម្រុងចម្រើនណាអញ្ចឹងបើយើងខ្សោយបុណ្យចាស់យើងកុំភ្លេចផឹងផែងសាងបុណ្យថ្មីឧទាហរណ៍ដូចជាការបម្រើមេដាបិតាការចេះរៀបចំកាយវិចារចិត្តគំនិតនឹងឲ្យបានខ្ពង់ខ្ពស់រស់រាយរាក់ទាក់ពាក្យសម្ដីគួរសមចេះដឹងទៀបខ្ពស់ចាស់ទុំហើយមានការតស៊ូព្យាយាមស្មោះត្រង់នៅក្នុងធម៌លោកហៅថាជាអ្នកមានសិលនៅភាសាបច្ចុប្បន្នគេថាមនុស្សចរិតថ្លៃថ្នូរអញ្ចឹងដោយអំណាចនៃបុណ្យហ្នឹងជួយឲ្យយើងមានតម្លៃគេស្រឡាញ់គេចូលចិត្តទេវតាក៏ជួយថែរក្សាយើងដែរអញ្ចឹងយើងរៀបចំខ្លួនយើងនឹងឲ្យថ្លៃថ្នូរដោយគុណធម៌ហើយសេរីសួស្តីមកតាមក្រោយទេយើងមិនអាចអង្គុយចាំចង់បន់ស្រន់ឲ្យបានសេរីសួស្តីប៉ុន្តែយើងអត់បានរៀបចំខ្លួនបង្កើតសេរីសួស្តីនឹងសម្រាប់ខ្លួនឯងទេពីព្រោះសេរីសួស្តីជាឈ្មោះនៃគុណធម៌បុណ្យកុសលការតស៊ូការរៀបចំចរិយាមារយាទឲ្យបានត្រឹមត្រូវឲ្យបានថ្លៃថ្នូរសេរីសួស្តីហូរចូលចម្រុងចម្រើនធ្វើឲ្យជីវិតនឹងបានខ្ពង់ខ្ពស់មានគេគោរពមានគេស្រឡាញ់ដោយសេចក្តីកោតក្រែងមិនមែនគ្រាន់តែគោរពស្រឡាញ់ដោយសារគ្រាន់តែតួនាទីប៉ុន្តែគេស្រឡាញ់យើងដោយសារយើងជាមនុស្សមានគុណធម៌គួរជាទីគោរពសិលធម៌ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនឹងធ្វើឲ្យអ្នកដទៃបានសុខហើយបុណ្យកុសលនឹងជួយបង្កើតឱកាសឲ្យយើងបានរកផ្លូវរកស៊ីទទួលទានដោះស្រាយបញ្ហាអីក៏ចេះតែបានចេះតែទៅមុខរួចដោយសារកម្លាំងបុណ្យចាស់យើងពីអតីតមកផងដោយសារកម្លាំងបុណ្យថ្មីការតស៊ូព្យាយាមពេលបច្ចុប្បន្ននឹងផងអញ្ចឹងយើងប្រឹងកសាងអំពើល្អបុណ្យកុសលធ្វើទានរក្សាសិលចម្រើនភាវនាបុណ្យកុសលនឹងកើនឡើងក្នុងចិត្តរបស់យើងសេរីសួស្តីក៏កើនទេវតាក៏ជួយបីបាច់ថែរក្សាយើងជាមនុស្សល្អជាអ្នកមានគុណធម៌ដែរយើងខ្លាយទៅជាអ្នកមានបុណ្យគឺមានបុណ្យនៅក្នុងចិត្តអ្នកមានបារមីគឺមានសេចក្តីល្អនឹងនៅក្នុងខ្លួនឲ្យបានច្រើនទៅណាមកណាមិនបាច់បខំឲ្យគេស្រឡាញ់គេស្រឡាញ់គេចូលចិត្តតែម្ដងដោយអានុភាពនៃអំពើល្អនៃទឹកចិត្តល្អនៃកាយវាចាល្អរបស់យើងនឹងឯងនឹងជាមនុស្សដែលមានសេរីជាមនុស្សដែលមានបារមីជាមនុស្សដែលចម្រើនដោយសេចក្តីសុខសម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងអនុមោទនាធម្មតាមនុស្សយើងវាតែងតែមានចំណុចខ្វះខាតនេះនោះវាមិនល្អគ្រប់10ទេប៉ុន្តែមនុស្សយើងដល់ពេលតែមានចិត្តស្អប់គុំគ្នាមិនសូវមើលឃើញរឿងគេល្អទេចូលចិត្តចាប់តាគេខុសនេះខុសនោះទីទួចជុំមកពង្រីកមកបន្ថែមមកបន្ថយធ្វើឲ្យគេនឹងអាក្រក់កាន់តែខ្លាំងហើយបង្ហាញថាខ្លួនឯងនឹងល្អអញ្ចឹងតែអាហ្នឹងវាអាចជាពាវេរាវែងឆ្ងាយស្អប់គ្នាក្នុងបច្ចុប្បន្នហើយទៅមុខទៀតក៏អាចមានពាវេរាមកជាបងជាប្អូនទៅឆ្លោះប្រកាសបច្ចៈគ្នាក្នុងគ្រួសារវេទនាអន្តរាយកើតទុក្ខក្តៅក្រហាយទាំងអស់គ្នាឬក៏ថាត្រឡប់វិលវល់មកជាប្តីមកជាប្រពន្ធប្រកាសបច្ចៈគ្នាសូម្បីក្នុងទ
តំណាក់តំណងជាប្តីប្រពន្ធហ្នឹងក៏មានពីវេរានឹងគ្នាចឹងទៅដែរចឹងបាននៅក្នុងធម៌វិធីផ្សះផ្សាធ្វើឲ្យចិត្តនឹងត្រជាក់ព្រះអង្គឲ្យយើងចេះមើលឃើញគេល្អឧទាហរណ៍ថាបើគេចង្អេងចង្អាផ្លូវកាយគេអាចល្អដោយវាចាបើគេវាចាគេមិនសូវព្រោះប៉ុន្តែអ្នកនឹងជួយណាការងារនេះនោះអីមិនសូវប្រកាន់ខ្លួនទេហើយបើថាអ្នកនឹងកាយក៏ចង្អេងចង្អាវាចានោះក៏មិនសូវព្រោះប៉ុន្តែចិត្តគ្នាល្អគ្រាន់តែនិស័យគ្នាមកអញ្ចឹងវាធ្វើម៉េចបើវាសនាការសន្សំគ្នាមកអញ្ចឹងមើលឃើញចំណុចល្អគេទៅវាអត់សូវមួម៉ៅនឹងអំពើអាក្រក់នេះទេមិនមែនបានន័យថាយើងមិនកែមិនជួយបដៅទេនឹងទៅជួយណែនាំបដៅអញ្ចឹងប៉ុន្តែមនុស្សខ្លះអាចទទួលការណែនាំបានមនុស្សខ្លះអត់បានទេហ្នឹងអញ្ចឹងបានចំណុចទី3ដែលព្រះអង្គសម្ដែងថាបើអ្នកនឹងកាយក៏មិនល្អវាចាក៏មិនល្អថែមទាំងចិត្តអាក្រក់ទៀតព្រះអង្គឲ្យយើងចេះពិចារណាថាមនុស្សនឹងកំពុងតែឈឺអត់មានពេទ្យមើលហើយអត់មានបាយហូបទៀតនៅកណ្ដាលវាក្តៅហែងតែយើងគួរតែខឹងស្អប់មនុស្សដែលកំពុងតែឈឺអត់បាយហូបនៅកណ្ដាលវាអត់ពេទ្យមើលហ្នឹងឬក៏គួរឲ្យអាណិតយើងបិទជាគិតថាគួរឲ្យអាណិតដែលព្រះអង្គប្រៀបធៀបហ្នឹងចង់និយាយថាអ្នកដែលធ្វើអំពើអាក្រក់តង្កាយក៏អាក្រក់វាចាក៏អាក្រក់ចិត្តនឹងក៏កដេថៃថាអូអ្នកនេះសន្សំបាបកម្មពីវរាស្ពាយសេចក្តីទុក្ខនឹងទៅវែងឆ្ងាយក្នុងអនាគតជាតិកើតជានរកប្រែដេរឆានអសូរកាយបើមកកើតជាមនុស្សកំព្រាវេទនាហ្នឹងសន្សំកម្មនាំឲ្យបានសេចក្តីទុក្ខដល់ខ្លួនឯងយើងនេះពិចារណាទៅជាកើតករុណាមិនមែនថាលើកតម្កើងទេប៉ុន្តែទឹកចិត្តនឹងប្រកបដោយបញ្ញាមើលឃើញវែងឆ្ងាយទៅជាមានចិត្តករុណាចង់ជួយធ្វើម៉េចឲ្យបុគ្គលនឹងរួចផុតពីពាវរានឹងមកពីព្រោះត្រូវរងទុក្ខកម្មពាវរានឹងវែងឆ្ងាយណាស់ដែលសាងអំពើអាក្រក់ទាំងកាយទាំងវាចាទាំងចិត្តនឹងដល់ពេលយើងចេះមើលឃើញចំណុចល្អរបស់គេអញ្ចឹងព្រះអង្គប្រៀបធៀបដូចជាភិក្ខុដែលទៅបាំងស្គលកណាត់ក្នុងព្រៃទាញកណាត់ពិសាកសពមកកន្លែងណាប្រឡាក់ក៏ជាចេញទៅហើយទុកតែកន្លែងល្អយកមកដេរធ្វើជាជីវរប្រើប្រាស់យ៉ាងណាមនុស្សក្នុងโลกនេះវាមិនចេះបានល្អគ្រប់10សភ្លឹងទេវាមានចំណុចខ្វះខាតប៉ុន្តែយើងរៀនចាប់យកចំណុចល្អមកលើកទឹកចិត្តឲ្យអ្នកនឹងផឹងធ្វើល្អពង្រីកសេចក្តីល្អទៅទៀតហើយបើមានចំណុចណាដែលមិនល្អយើងជួយប្រាប់ដោយចិត្តករុណាចង់ឲ្យអ្នកនឹងបានល្អប្រសើរអត់មានបំណងជន់ពន្លិចធ្វើឲ្យអ្នកនឹងអន្តរាយអញ្ចឹងយើងបានបន់ទាំងសងខាងគេល្អក៏យើងត្រេកអរយើងបានបន់គេមិនល្អយើងជួយណែនាំដោយចិត្តករុណាយើងក៏បានបន់ប៉ុន្តែរឿងគេទទួលពាក្យយើងបានមិនបានអានឹងជាសមត្ថភាពរបស់គេប៉ុន្តែបើយើងខ្វះបញ្ញានៅពេលដែលយើងប្រាប់គេហើយគេមិនទទួលគេឆាំងមកវិញយើងកើតទុកឆ្លោះជេរវិញអានឹងយើងមានបាបដោយសារយើងខឹងក្រេវក្រោតមួម៉ៅនឹងឯងអញ្ចឹងតើរៀនមើលចំណុចល្អលើកទឹកចិត្តផ្ដល់តម្លៃដល់គ្នាទៅវិញទៅមកយើងសាងមិត្តភាពបច្ចុប្បន្នផងហើយយើងអត់មានពៀវេរាទៅលោកខាងមុខផងហើយក្នុងជីវិតដំណើរក្នុងសង្សារវដ្តហ្នឹងក៏មិនសូវមានបញ្ហាដែរកាលណាយើងមិនសូវមានពៀវេរា
ស្មុគស្មាញចិត្តបើអ្នកចូលចិត្តប្រមូលរឿងក្តៅក្រហាយដាក់ក្នុងខួរក្បាលអ្នកច្រើនពេកអ្នកនឹងស្មុគស្មាញច្រើនមិនខានអ្នកខ្លះចូលចិត្តស្ពាយរឿងអតីតកាលរឿងដែលកន្លងហួសទៅហើយដេកស្ដាយក្រោយដេកអោបរហូតមិនព្រមយកវាទៅកប់ចោលទេហើយអ្នកខ្លះទៀតចូលចិត្តគិតច្រើនដេកភ័យស្រមើស្រមៃបង្កើតរឿងមកបន្លាចខ្លួនឯងតាមពិតទៅរឿងនោះមិនទាំងទាន់កើតឡើងផងបើតែយ៉ាងនេះយូរទៅចិត្តអ្នកកាន់តែស្មុគស្មាញទៅដោយសារតែមិនព្រមបោះចោលខ្លះប្រឹងដើរប្រមូលសម្រាមបន្ថែមរាល់ថ្ងៃរឿងអីថាមិនលំបាកដើម្បីបានសេចក្តីសុខកុំឲ្យស្មុគស្មាញច្រើនទាល់តែរៀនកាត់ខ្លះរៀនបោះចោលខ្លះរៀនព្រមខ្លះនិងរៀនប្រឈមមុខចំពោះការពិតខ្លះទោះបីរឿងល្អរឿងមិនល្អក៏ប្រឹងដោះស្រាយទៅកុំស្មុគស្មាញពេកជីវិតគ្មានសេរីទេស្មុគស្មាញច្រើនជីវិតមិនសូវបានសុខទេពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីបន្តិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតដល់អញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសុទ្ធតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតនឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃ
ដែលគេមានទុកនឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុកមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយអង្គមហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបដិសារីនាំឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏និន្ទាខុសមនុស្សហ្នឹងខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតម្រូវតែចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអីពីយើងផងគេក៏ខ្លាចដូចតែយើងដែរយូរទៅនាំគ្នារស់ទាំងភ័យខ្លាចគ្នាទៅវិញទៅមកយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើទៅធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យបានសម្រេចជោគជ័យហើយប្រាប់គេថាអ្វីដែលអ្នកគិតគឺពិតជាត្រឹមត្រូវមិនមែនថាមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះតែពិចារណាផងបើគេឲ្យយោបល់ដើម្បីឲ្យអ្នកបានចម្រើនទទួលយកចុះហើយអរគុណគេផងតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេកុំយកមកទុកក្នុងខួរក្បាលអីបោះចោលទៅហើយត្រូវប្រឹងប្រែងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនថិតក្រោមសម្ពាធអ្នកដទៃទេសូមកុំឲ្យអ្នកដទៃមកគូសវាសជោគវាសនាឲ្យអ្នកឡើយត្រូវប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយភាពស្វាហាប់នៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចតែយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកអង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្នាកើតដែលពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវិច័យកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកំបាំងមុខព្រះអង្គសម្ដែងយ៉ាងទៀតប៉ុន្តែយើងហងៃដូចទីជួយចិត្តនិយាយពីរោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងតែអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខ
នឹងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នាហ្នឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណភូគីចេះចែកម្លែកមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងថ្ងៃដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តនឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតហ្នឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទៀងយកមកតែត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងទៅទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងហ្នឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកដោយចិត្តមេត្តាហើយបើយើងគ្រាន់តែថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងហ្នឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់រៀនអប់រំខ្លួនឯងរៀនទម្លាក់ស្មេមានអ្នកខ្លួនឯងរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះហ្នឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើនចិត្តរបស់យើងនឹងដូចវ៉ានងវ៉ាតឡាចវាជួយចិត្តទៅតោងឡើងវាតោងអារម្មណ៍ហើយវាអត់ចេះប្រកាន់អារម្មណ៍ខាងក្រៅនឹងល្អខកឲ្យវាចេះតែចាប់ហើយបើក្នុងចិត្តនឹងវាសម្បូរភាពសៅមងផងវាជួយចិត្តចាប់ឬក៏ចងចាំរឿងខករឿងមួម៉ៅក្តៅក្រហាយអីឆាប់ចងចាំជាប់នៅក្នុងចិត្តអញ្ចឹងបើឧទាហរណ៍ថាបុគ្គលនឹងមិនបានអប់រំមិនបានមានសតិស្មារតីជួយទាញចិត្តឲ្យមកគិតរឿងល្អទេអានឹងជីវិតនឹងក្តៅក្រហល់ក្រហាយវាអោបកសោបតែរឿងមួម៉ៅនឹងនៅក្នុងចិត្តនឹងរហូតទៅចឹងដេកអោបភ្លើងក្តៅក្រហាយរហូតចឹងតើតែយើងហ៊ានទាញចិត្តនឹងឲ្យមកនឹករកអារម្មណ៍ដែលនាំឲ្យកើតចិត្តជ្រះថ្លាឧទាហរណ៍ថានឹកដល់ឪពុកនឹកដល់ម្ដាយនឹកដល់បុណ្យកុសលអំពើល្អនឹកដល់ទាននឹកដល់សិលដែលយើងបានរក្សាហើយនឹកដល់គុណពុទ្ធពធប្រសង្ឃនឹកដល់អារម្មណ៍ណាដែលធ្វើឲ្យចិត្តនឹងជ្រះថ្លារីករាយស្រាលហើយចាក់ឆ្ងាយអំពីរឿងមួម៉ៅក្តៅក្រហាយទាំងអស់នឹងចេញវាចិត្តរបស់យើងនឹងវាច្បាស់លាស់ណាវាបើប៉ុននៅបាបចេញហើយបើបាបចូលមកប៉ុនវារត់ចេញហ្មងអាភាពមួម៉ៅសៅមងនៅអាការរីករាយនឹងអត់នៅជាមួយយើងទេហើយបើយើងមានបញ្ញាស្មារតីអាចដូចថាទប់ស្កាត់ខ្លះនៅអកុសលដែលកើតនៅក្នុងចិត្តហ្នឹងដោយកម្លាំងនៃសតិបញ្ញាមួយយើងទប់ទល់នឹងអារម្មណ៍ខាងក្រៅដូចថាក្នុង Facebook គេជេរគេបិចោកឬក៏រឿងរ៉ាវសៅមងអីទាំងអស់ដែលគេចេះតែបង្ហោះដូចថារឿងសម្រាមអញ្ចឹងចាស់រឿងដែលមិនអត់មានប្រយោជន៍សោះហើយយើងចេះតែទៅតាមដានអាហ្នឹងស្មើនឹងចិត្តរបស់យើងคล้ายទៅជារុយចូលចិត្តហិតលិមួកហ្នឹងហើយបើតើយើងរៀនដូរចិត្តហ្នឹងឲ្យវាទៅជាខ្មុំចូលចិត្តហ
ហាត់ផ្កាវិញណាផ្កាហ្នឹងបានដល់អារម្មណ៍នាំឲ្យចិត្តហ្នឹងវាផុតស្រឡះពីអកុសលឧទាហរណ៍ថាស្ដាប់ធម៌ឧទាហរណ៍ថាមើលអត្ថបទអប់រំផ្លូវចិត្តវាធ្វើឲ្យចិត្តហ្នឹងវាស្រឡះពីគ្រឿងសៅហ្មងហ្នឹងទៅអារម្មណ៍ហ្នឹងអាចទាញយើងឲ្យទៅក្នុងរឿងអកុសលក៏បានអារម្មណ៍ទាញយើងឲ្យទៅកើតរឿងកុសលក៏បានព្រោះថានឹកដល់គុណពុទ្ធចុះពុទ្ធោព្រះអង្គត្រាស់ដឹងហើយព្រះអង្គលែងមានទុកទៀតហើយនឹងនឹកដល់គុណព្រះអង្គយើងជ្រះថ្លានឹងព្រះអង្គយើងបាត់អាភាពសៅហ្មងនឹងអូតូម៉ាទិកទៅអញ្ចឹងតើតែយើងប្រយ័ត្នប្រយែងរៀនទាញចិត្តឲ្យមកតោងយកអារម្មណ៍ណាដែលកើតសេចក្តីជ្រះថ្លាឲ្យច្រើនជាងដេកដួលទៅតាមរឿងរ៉ាវដែលធ្វើឲ្យយើងក្តៅក្រហាយអានឹងទើបចិត្តរបស់យើងមិនសូវកើតទុកខ្លាំងហើយមួយទៀតគឺយើងហ៊ានពយល់ចិត្តយើងធ្វើម៉េចឲ្យលះបង់អាគ្រឿងសៅហ្មងខាងក្នុងឧទាហរណ៍ចំណែនគេអញ្ចឹងទៅកុំចំណែនអីនឹងបនគេទេខឹងអន់ចិត្តអីអូអានឹងសើភ្លើងអញ្ចឹងបើអន់ចិត្តអីតិចតួចអីបានហើយទាញចិត្តឲ្យមកស្ថិតនៅក្នុងមុទិតាត្រេកអរនឹងគេមាននឹងគេបានផ្សាយមេត្តាឲ្យគេបានសុខបានចម្រើនអញ្ចឹងកុសលនឹងមកជំនួសអកុសលនៅក្នុងចិត្តហ្នឹងអានឹងទើបចិត្តរបស់យើងវាអត់សូវមានព្រាយនៅពីព្រោះអកុសលមួម៉ៅក្តៅក្រហាយទាំងអស់សិតតែជាពូជពងព្រាយវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងហើយបើយើងចេះតែបដ ாய் ឲ្យវាមកសន្ធិដ្ឋយើងនឹងខ្លាយទៅជាកូនចៅព្រាយមិនខានទេឥឡូវយើងមកធ្វើជាកូនចៅព្រះវិញក្នុងន័យថាឲ្យចិត្តនឹងជ្រះថ្លាមានសតិបញ្ញាកាត់អកុសលនឹងកុំឲ្យវាដេកត្រាំនៅក្នុងចិត្តយើងយូរពេកអញ្ចឹងរុញច្រានវាចេញយើងដាក់នៅបុណ្យកុសលវិញអានឹងជីវិតនឹងវាស្រស់វាថ្លាវាស្រាលមកអនុមោទនាបើយើងមិនមានសទ្ធាច្បាស់លាស់ក្នុងកម្មផលទេយើងរៀងផ្អើលចេះទៅសួននេះទៅជីវិតខ្ញុំមិនទៅមុខទៀតដល់អញ្ចឹងបើគេប្រាប់ថាល្អឬក៏ចូលទៅគេប្រាប់ថាមិនល្អទៅដេកភ័យទៅយកពាក្យគេនឹងមកត្រេះរិះពិចារណាហើយពិបាកចិត្តដោយសារពាក្យសម្ដីហ្នឹងទៅអានឹងបើសិនជាយើងស្ដាប់ឲ្យយល់កំណត់ដឹងថាជីវិតសត្វលោកម្នាក់នេះវាជាលទ្ធផលនៃកម្មចាស់ផងកម្មថ្មីពេលបច្ចុប្បន្នផងបើកម្មចាស់យើងល្អបូកជាមួយនឹងការប្រព្រឹត្តល្អព្យាយាមពេលបច្ចុប្បន្នវាចេះបានល្អទៅប៉ុន្តែជីវិតនឹងវាមិនល្អរហូតចឹងវាមានពេលត្រូវធ្លាក់ចុះមកវិញហើយបើយើងមានសទ្ធាមុតមមមានថាបើធ្លាក់ចុះក៏វាមានពេលធ្លាក់ចុះប៉ុន្តែយើងប្រឹងសាងល្អធ្វើចិត្តឲ្យជ្រះថ្លាធ្វើចិត្តឲ្យផូរផង់គោរពឪពុកគោរពម្ដាយធ្វើបុណ្យធ្វើកុសលអានឹងទឹកចិត្តល្អសកម្មភាពល្អពេលបច្ចុប្បន្នហ្នឹងវាជួយទប់ស្កាត់ខ្លះដែរអំពើបាបអាហ្នឹងបើយើងភាសាយើងរហងៃគេហៅកាត់ឆុងយកអំពើល្អហ្នឹងទឹកចិត្តល្អហ្នឹងការប្រព្រឹត្តល្អហ្នឹងទៅកាត់មិនមែនទៅកាត់អីទេគឺថាអំពើល្អហ្នឹងវាជួយការពារយើងឧទាហរណ៍ថាបើយើងដើរផឹកដើរស៊ីយប់ប្រលុកផ្ដេសផ្ដាស់បាបកម្មងាយនឹងឲ្យផលគ្រោះថ្នាក់បើកបុកគេបុកឯងឬក៏មានរឿងរាវអីចឹងតែអាហ្នឹងយើងបើកផ្លូវឲ្យបាបកម្មឲ្យផលប៉ុន្តែបើយើងជាមនុស្សទទួលខុសត្រូវចិញ្ចឹមពន្ធកូនប្រកបដោយធម៌មើលថែពុកម្ដាយទៅយើងអត់ដើរទៅក្រៅដែលបើកឱកាសឲ្យបាបនឹងឲ្យផលទេអញ្ចឹងបុណ្យកុសលនឹងវាទប់ស្កាត់មិនឲ្យបាបនឹងឲ្យផល
ពីព្រោះយើងអត់បានទៅប្រព្រឹត្តអីដែលបើកចំហទ្វារបាបហ្នឹងមកឲ្យផលយើងអញ្ចឹងយើងចម្រើនបុណ្យផ្សេងទៀតទៅហើយយើងដាក់បាតប្រសង់បូជាផ្កាចំពោះបរតនត្រ័យរំលឹកគុណពុទ្ធពធប្រសង់ទៅចិត្តរបស់យើងនឹងវាសម្បូរដោយសារធាតុល្អដូចជាទឹកដែលមានសារធាតុចិញ្ចឹមអញ្ចឹងចិត្តនឹងវាអត់មានឱកាសទៅដេកភ័យដេកព្រួយពិបាកចិត្តមួម៉ៅតុកសិចអានឹងសិតតែធាតុពុលនៅក្នុងចិត្តអានឹងសិតតែធាតុឆុងនៅក្នុងចិត្តហើយបើយើងសម្បូរអានឹងឆុងហើយមិនបាច់គេទាយក៏យើងក៏ឆុងដែរឆុងត្រង់មួត្រង់ម៉ៅត្រង់ពិបាកត្រង់ភ័យត្រង់ព្រួយនឹងវាធ្វើឲ្យឆុងវាវល់ភ័យអីវាមានឱកាសណាបនណាចូលរួចវាចិត្តរបស់យើងនេះបើតែមានបននៅបាបវាមិននៅទេតែមានបាបនៅបនវាអត់នៅជាមួយយើងទេហើយក្នុងចិត្តរបស់យើងនេះបើឧទាហរណ៍ថាយើងមួម៉ៅក្តៅក្រហាយស្មុគស្មាញអានឹងចេះតែមកអារឿងអាក្រក់ហ្នឹងចេះតែមកប៉ុន្តែបើយើងរៀនទម្លាក់គ្រឿងសៅហ្មងដាក់បញ្ចូលមកវិញនៅគុណធម៌បុណ្យកុសលទឹកចិត្តល្អអានឹងបាបវាអត់ហ៊ានមកនៅក្នុងចិត្តទេអត់មាននៅក្នុងខ្លួនយើងទេហើយវាគង់តែមានបាបចាស់ឯណាឯណីយើងធ្លាប់ធ្វើកម្មចាស់មកវាមានពេលឲ្យផលហ្នឹងយើងកិច្ចមិនរួចទេសូម្បីតែព្រះក៏កិច្ចមិនរួចដែរអញ្ចឹងយើងមានសទ្ធាជឿលើកម្មច្បាស់លាស់អញ្ចឹងយើងអត់សូវរំជើបរំជួលព្រួយចិត្តហួសហេតុចេះតែផ្ញើសេចក្តីសុខនៅលើពាក្យសម្ដីអ្នកណាអ្នកណីយើងជឿជាក់ច្បាស់នៅលើកម្មផលអំពើដែលយើងបានធ្វើទាំងបច្ចុប្បន្ននិងទាំងអតីតអញ្ចឹងយើងផ្ញើជីវិតរបស់យើងជោគវាសនារបស់យើងទៅលើអ្វីដែលយើងធ្វើមិនផ្ញើជោគវាសនាទៅលើមាត់គេទេសម័យបច្ចុប្បន្ននេះបើនិយាយពីបាយទឹកអីវាចង់សបោរហូតដល់អ្នកខ្លះញ៉ាំហួសញ៉ាំលើសខូចសុខភាពវិញក៏មានប៉ុន្តែដែលខ្វះហ្នឹងខ្វះចំណីអាហារផ្លូវចិត្តព្រោះនៅច្រើនណាស់ដែលពិបាកចិត្តគេងលក់មួម៉ៅខឹង stress រហូតដល់ depression ចងកលត់ទឹកអីចឹងហ្នឹងមានន័យថាផ្លូវចិត្តហ្នឹងខ្វះសារធាតុចិញ្ចឹមវាក្រៀមវាស្វិតដែរជាងតើយើងមើលថែសុខភាពផ្លូវកាយគេងបានត្រឹមត្រូវហាត់ប្រាណញ៉ាំអីឲ្យស្រួលបួលល្មមសមរម្យនឹងចាំជីវិតត្រូវរាងកាយហើយទន្ទឹមនឹងផងដែរត្រូវរកអាហារផ្លូវចិត្តគុណធម៌ការធ្វើទានការរក្សាសិលមិនបៀតបៀនអ្នកដទៃការចម្រើនភាវនាស្ដាប់ធម៌ធ្វើចិត្តឲ្យស្ងប់ឲ្យនឹងឯណោឲ្យផ្លូវចិត្តនឹងមានសុខភាពរឹងមាំបើមិនចឹងទេយើងមានផ្ទះធំយើងមានឡានយើងមានលុយប៉ុន្តែយើងអត់សប្បាយចិត្តអញ្ចឹងវាអត់មានតុល្យភាពផ្លូវកាយនិងផ្លូវចិត្តហ្នឹងជីវិតហ្នឹងក៏បាត់បង់គុណភាពទៅតាមនឹងដែរប៉ុន្តែយើងភិកច្រើនយើងយកចិត្តទុកដាក់ទៅលើរឿងខាងក្រៅហ្នឹងរឿងសម្លៀកបំពាក់រឿងមុខរឿងមាត់រឿងអីបង្ហាញឲ្យគេឃើញថាយើងវារៀងអស្ចារ្យប៉ុន្តែខាងក្នុងនេះវាក្រៀមក្រោះទៅអញ្ចឹងយើងបង្ហាញក៏បង្ហាញចុះប៉ុន្តែយើងត្រូវតាអភិវឌ្ឍគុណភាពជីវិតខាងក្នុងគុណភាពផ្លូវចិត្តរបស់យើងឲ្យចេះរស់នៅដោយសេចក្តីសុខស្ងប់នឹងអ្វីដែលខ្លួនមានចេះអត់ឱនចេះខន្តីចេះចែករំលែកមិនប្រកាន់ទោសមិនមួម៉ៅមិនខឹងមិនស្អប់មិនគុំមិនគួនគេនិយាយចឹងស្រួលណាប៉ុន្តែការអនុវត្តជាក់ស្ដែងក្នុងជីវិតហ្នឹងវាត្រូវមានសតិបញ្ញាមកជួយពន្យល់ធ្វើម៉េចឲ្យចិត្តនឹងលះបង់កំហឹងឧទាហរណ៍ថា
តិចម្ដងថាខឹងទៅវាភ្លើងឆេះតែចិត្តខ្លួនឯងអញ្ចឹងតាបដៅណែនាំបើបដៅបានឯងគ្រាន់បើបដៅមិនបានឯងស្ពាយកម្មនឹងទៅណាយើងមិនទៅកើតទុកជាមួយទេណាយើងជួយអស់ពីសមត្ថភាពហើយឃើញគេមានគេបានអត់មានចិត្តទៅចំណែននិន្ទាទេបនគេណាបញ្ញាហ្នឹងបយល់អញ្ចឹងគេខំធ្វើល្អពីមុនមកហើយបានគេបានផលល្អអញ្ចឹងអ្វីក្នុងโลกនេះមិនមែនជារឿងចៃដន្យទេចុះចិត្តហ្នឹងយល់ដោយអំណាចនៃបញ្ញាធ្វើឲ្យលះបង់អកុសលការចំណែននិន្ទាទៅឧទាហរណ៍ថាស្ដាយរឿងអតីតកាលហួសហើយអញ្ចឹងមានសតិមានបញ្ញាមកបញ្យល់តែឥឡូវរឿងអតីតកាលទោះជាយើងដេកស្ដាយក៏យើងមិនបានអីមកវិញតែថាចាប់ហើយយើងផឹងប្រែងទៅធ្វើអីថ្មីអភិវឌ្ឍយកអ្វីដែលយើងមាននឹងជាមូលដ្ឋានដើម្បីធ្វើឲ្យជីវិតយើងបានចម្រើនមិនដេកកើតទុកក្នុងអតីតកាលអញ្ចឹងវាមានកម្លាំងសតិកម្លាំងបញ្ញានឹងមកជួយរុញចិត្តនឹងឲ្យទៅមុខបានអញ្ចឹងអាហ្នឹងអាហារផ្លូវចិត្តហើយហ្នឹងកើតមកពីណាកើតមកពីការស្ដាប់ការពិចារណាការអនុវត្តប្រតិបត្តិការសេពគប់មនុស្សត្រូវការគិតត្រូវការពិចារណាត្រូវជាប្រចាំហ្នឹងវាអន្សំទីម្ដងអត់មានប្អិនព្រះអង្គណាមកជប់សតិបញ្ញាឲ្យយើងផ្ដល់អាហារផ្លូវចិត្តឲ្យយើងឲ្យស្រាប់ឲ្យយើងលែងកើតទុកភ្លាមនោះអត់ទេវាត្រូវការយើងសន្សំអភិវឌ្ឍយើងយកចិត្តទុកដាក់ថែរក្សាផ្លូវចិត្តរបស់យើងអានឹងយើងបានសេចក្តីសុខទាំងពីរទាំងសេចក្តីសុខផ្លូវកាយផងសេចក្តីសុខផ្លូវចិត្តផងបើមិនចឹងទេអ្វីដែលយើងបង្ហាញវាអស្ចារ្យប៉ុន្តែអ្វីដែលមាននៅក្នុងចិត្តវាក្រៀមក្រោះអញ្ចឹងវាអត់មានន័យទេវាអត់តម្លៃវាខូចគុណភាពជីវិតដែរមានញាតិញោមខ្លះទៅថាគាត់ខ្វល់ខ្វាយព្រួយបារម្ភពីអ្នកដទៃហួសហេតុពេកគាត់ភ្លេចស្រឡាញ់ភ្លេចយកចិត្តទុកដាក់ថែរក្សាខ្លួនឯងទៅជាដេកមិនលក់មួម៉ៅខ្វល់ខ្វាយខ្លួនឯងនេះសពប់សពូនក្រៀមក្រំនិយាយហ្នឹងមិនមែនន័យថាមិនខ្វល់ពីអ្នកដទៃអាណាងាប់អីងាប់ទៅទេមែនទេប៉ុន្តែនៅក្នុងពុទ្ធសាសនាសំដែងពីសេចក្តីស្រឡាញ់មេត្តាភាវនាហ្នឹងគឺដំបូងឡើយផ្ដើមចេញពីស្រឡាញ់ខ្លួនឯងធ្វើឲ្យខ្លួនឯងនឹងរឹងប៉ឹងស្រស់ស្រាយធ្វើឲ្យមានលំនឹងរឹងមាំហើយយើងជួយជ្រោងអ្នកដទៃឲ្យបានរឹងមាំដែរយើងផ្សាយសេចក្តីស្រឡាញ់នឹងឲ្យអ្នកដទៃយើងមានការឧបមានៅក្នុងធម៌លោកពាក្យថាអត្តាnăngឧបមាកាត់ថ្វាយកខ្លួនឯងជាឧបមាថាយើងចង់បានសុខយើងចង់បានការស្រឡាញ់រាប់អានគេគ្រប់គ្នាក៏ចង់បានសុខចង់បានការស្រឡាញ់រាប់អានអញ្ចឹងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងយើងបានសុខទាំងអស់គ្នាប៉ុន្តែអាត្មាធ្លាប់ជួបកន្លងមកមានញាតិញោមខ្លះគាត់គិតទៅពីព្រួយបារម្ភហត់នឿយរឿងអ្នកដតីវល់បដោយចិត្តបដោយអារម្មណ៍ហ្នឹងទៅកាន់រឿងដតីនឹងច្រើនពេកហើយភ្លេចរក្សាចិត្តខ្លួនឯងឲ្យនៅក្នុង
ភាពតិចតិជុំកុសលធម៌វាទៅជារឿងព្រួយទៅរឿងព្រួយបារម្ភហួសហេតុអាហ្នឹងនៅក្នុងអកុសលរវើរវាយហើយអាហ្នឹងឯងដែលធ្វើឲ្យចិត្តរបស់យើងវាខ្ទេចខ្ទាំអញ្ចឹងត្រឡប់មកវិញថាយើងនៅតែមានសេចក្តីស្រឡាញ់មេត្តាករុណាហើយក៏មានសេចក្តីសប្បាយរីករាយនៅពេលដែលគេបានសុខហើយក៏ត្រូវមានឧបេក្ខាមួយទៀតថាมันអាចយើងមានសមត្ថភាពទៅជួយបុគ្គលនឹងបានគ្រប់គ្នាឬក៏យើងមិនអាចប្រកបថាអ្នកនឹងត្រូវតែអញ្ចឹងគួរត្រូវតែទៅតាមផ្លូវនេះតាមដែលយើងចង់ឯងវាអត់អាចទៅអញ្ចឹងវាតើមានបញ្ញាមួយកំណត់ដឹងថាសត្វលោកនឹងមានសម្ពាយកម្មរៀងខ្លួនយើងជួយដោយទឹកចិត្តមេត្តាករុណាប៉ុន្តែយើងមិនអាចទៅទទួលរងកម្មជំនួសគេបានទេអ្នកណាធ្វើកម្មអ្នកនោះទទួលយើងអត់អាចទៅជ្រៀតជ្រែករឿងកម្លាំងកម្មនឹងបានទេនៅក្នុងធម៌លោកសម្ដែងថាណដ្ឋិកម្មੰសមੰពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានទេជួនកាលយើងចង់ជួយបុគ្គលនឹងយើងផឹងប្រែងអស់ពីលទ្ធភាពប៉ុន្តែគាត់ដូចថាអត់មានបុណ្យនឹងត្រូវទទួលជំនួយនឹងខ្ញុំកណាថាភាពធ្លាប់ជួបអញ្ចឹងខំជួយខំណែខំនាំឲ្យទៅរោពេទ្យរោម៉ូដែលល្អដែលថ្លៃក៏អត់ចង់ហើយចុងក្រោយគ្រោះថ្នាក់ដល់គាត់វិញហើយអាហ្នឹងត្រូវមានឧបេក្ខាចិត្តហើយថាហ្នឹងសត្វលោកមានកម្មជារបស់ខ្លួនអញ្ចឹងយើងមិនអាចទៅបខំរឿងហ្នឹងឲ្យតាមចិត្តយើងបានគ្រប់រឿងបានទេអញ្ចឹងយើងអត់សូវធ្ងន់ទេពីព្រោះតើកាលណាយើងយកអារម្មណ៍អ្នកដតីដែលកំពុងកើតទុក្ខហ្នឹងមកទុកក្នុងចិត្តយើងកើតករុណាហ្នឹងត្រូវហើយក្នុងករុណានៅឃើញគេកើតទុក្ខពិបាកយើងមានចិត្តជួយសង្គ្រោះប៉ុន្តែវាអាចជាបច្ច័យនាំឲ្យកើតទោមនស្សទោសៈហើយអាទោសៈទោមនស្សហ្នឹងវាជាភ្លើងអុចយើងឈិតឲ្យយើងខ្វល់ខ្វាយមួម៉ៅពិបាកចិត្តហើយហ្នឹងទៅជានាំឲ្យយើងខ្វល់ទៅវិញអញ្ចឹងយើងជួយដោយករុណាប៉ុន្តែត្រូវតែមានបញ្ញាទៅជាមួយទប់ស្កាត់កុំឲ្យចិត្តហ្នឹងវាពុះកជ្រោលហើយបខំឲ្យរឿងហ្នឹងតាមចិត្តយើងបខំឲ្យគេហ្នឹងដូចយើងអាហ្នឹងมันអាចបខំបានទេអញ្ចឹងយើងរៀនព្រមហើយយើងនៅតែបន្តមេត្តាសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ការជួយសង្គ្រោះប៉ុន្តែត្រូវអមជាមួយនឹងឧបេក្ខាបញ្ញានឹងទៅជាមួយផងទើបយើងមិនខ្វល់ខ្វាយចិត្តហួសហេតុពេកបើបុគ្គលនឹងទម្លាប់សន្សំនិស្ស័យអញខ្លាំងអញប្រកែមានតែអញបានធ្វើកើតមានណាដល់អញអាហ្នឹងយូរទៅវាជាមនុស្សដែលគេអត់ហ៊ានប្រាប់បើនៅក្នុងធម៌លោកហៅទុបចោមានន័យថាប្របាក់បដៅគេលែងហ៊ានប្រាប់ទៀតបើទោះជាគេឃើញកំហុសនឹងក៏ដោយអានឹងទៅជាគ្រោះថ្នាក់ទៅវិញអញ្ចឹងបានព្រះអង្គឲ្យយើងរក្សាចិត្តទម្លាប់ខ្លួនជាមនុស្សសុវចោមានន័យថាងាយបដៅងាយប្រាប់ពេលគេនិយាយប្រាប់ពីកំហុសខុសឆ្គងយើងទទួលហើយ
អរគុណដល់អ្នកដែលជួយប្រាប់កំហុសយើងនឹងឧបមាដូចជាអ្នកដែលប្រាប់ថាមុខយើងប្រឡាក់ធ្យូងអញ្ចឹងមិនមានអ្នកពវៀងពងវងមានលេះច្រើនទេហើយមនុស្សនឹងជាមនុស្សដែលមានឱកាសអាចអភិវឌ្ឍខ្លួនឲ្យប្រសើរខ្ពង់ខ្ពស់ទៅបានព្រះអង្គប្រសើរថាដូចជាព្រះច័ន្ទចេញពីពពកអញ្ចឹងវាភ្លឺអញ្ចឹងយើងតើប្រយ័ត្នប្រយែងចិត្តគំនិតរបស់យើងកុំឲ្យវាដុះស្នឹមទៅលើមានអ្នកការប្រកាន់គំនិតតើអញបានត្រូវគេមិនដល់អញហើយមិនចេះឲ្យតម្លៃគេនៅពេលដែលគេផ្ដល់យោបល់ពិភាក្សាអីហ្នឹងគឺថាអញមានតើអញតើគំនិតនឹងគំនិតអញបានល្អបានខ្លាំងបានពូកែហើយក៏គុំទម្លាប់ថាការងារហ្នឹងអត់ពីអញទៅដួលអាហ្នឹងជាលក្ខណៈរបស់មនុស្សដូចថាក្មេងខ្ចីមិនចេះបដោះអ្នកដែលបន្តការងារនឹងឲ្យនៅយូរវែងបានយើងស្លាប់ការងារនឹងស្លាប់ដែរមានន័យថាយើងជាមនុស្សខ្សោយអត់បន្តបេសកកម្មនឹងឲ្យបានយូរវែងឲ្យមានអ្នកណាមួយអាចធ្វើការងារនឹងជំនួសយើងបើទោះជាអត់ពីយើងទៅអានឹងចិត្តចង្អៀតចិត្តចង្អៀតអញ្ចឹងវាបានអាយុខ្លីទាំងខ្លួនយើងអាយុខ្លីទាំងការងារអញ្ចឹងម្នាក់វាមិនចេះអីគ្រប់រឿងទេយើងចេះនេះគេចេះនោះយើងចេះឲ្យតម្លៃគេក៏ស្រឡាញ់រាប់អានយើងគេជួយប្រាប់យើងគេជួយណែនាំយើងឲ្យបានរីកចម្រើនថែមបើយើងមានអ្នកច្រើនប្រកាន់ច្រើនគេខ្លាចហើយយើងក្រឹននៅនឹងហើយយើងធ្វើការងារជាមួយគេមិនចុះអភិវឌ្ឍខ្លួនមិនបានខ្ពស់ហេតើជាមនុស្សសុវចោងាយបដៅទើបអភិវឌ្ឍខ្លួនបានចម្រើនចំណុចនេះព្រះអង្គសម្ដែងថាវិហញ្ញតិចិត្តវសានុវតីប្រែមកវិញថាអ្នកប្រព្រឹត្តតាមអំណាចចិត្តរមែងលំបាកក្នុងន័យនេះចិត្តមិនបានអប់រំល្អឧទាហរណ៍ថាចិត្តនឹងចង់ជេរគេចង់វាយគេចង់និយាយដើមគេចង់កុហកអញ្ចឹងបើយើងធ្វើតាមអំណាចចិត្តហ្នឹងរមែងមានបញ្ហាមានផលមិនល្អដោយអំណាចចិត្តហ្នឹងវាមានមេរោគនៅពីក្រោយមានមេរោគចំណែននិន្ទាឈ្នានីសខឹងគុំគួនស្អប់អញ្ចឹងនាំឲ្យនិយាយស្ដីមកក៏មិនល្អបញ្ចេញសកម្មភាពមកក៏មិនល្អដែរព្រះអង្គសម្ដែងថាមโนពពាំងទមាធម្មាធរទាំងឡាយមានចិត្តជាប្រធានហ្នឹងអញ្ចឹងយើងមានសតិមានបញ្ញានៅក្នុងស្តេបឋានសូត្រលោកឲ្យមានធម៌ពីរដែលមានឧបការៈច្រើនក្នុងជីវិតរបស់យើងគឺសតិនិងសម្បជញ្ញៈសតិគឺការដឹងថាចិត្តរបស់យើងនឹងវាមានសភាពយ៉ាងម៉េចល្អឬក៏មិនល្អខឹងឬក៏មេត្តាអញ្ចឹ
ចំណែននឹងទីឈ្នានេះអីក៏ដោយស្ថានភាពចិត្តបែបណាក៏យើងដឹងដែរបើល្អយើងរុញបន្ថែមយើងដាក់ជីដាក់ទឹកឲ្យចិត្តនឹងដុះលូតលាស់បានល្អថែមឲ្យចិត្តនឹងរត់ទៅរកអារម្មណ៍នឹងទៅទៀតឧទាហរណ៍ថានឹកដល់គុណពុទ្ធគុណពធគុណប្រសង្ឃនឹកដល់បុណ្យកុសលដែលខ្លួនបានធ្វើហើយអានសភៅធម៌អប់រំចិត្តស្ដាប់ធម៌នៅជាមួយមនុស្សណាជាកល្យាណមិត្តធ្វើឲ្យចិត្តយើងចម្រើនអានឹងសតិនឹងដឹងថាអូចិត្តនៅកន្លែងហ្នឹងចម្រើនអញ្ចឹងរុញឲ្យធ្វើសកម្មភាពហ្នឹងបន្តទៅទៀតហើយបើចិត្តហ្នឹងវាគុំវាគួនវាស្អប់វាចំណែនវានិន្ទាអាហ្នឹងជាធម្មតាចិត្តរបស់ពុទ្ធជនតែងតែមានអញ្ចឹងហើយប៉ុន្តែត្រូវមានបញ្ញាមកជួយទប់ស្កាត់ពន្យល់កុំឲ្យខឹងហ្នឹងវាយូរពេកកុំឲ្យចំណែនឧទាហរណ៍ថាអើយកុំចំណែនអីប៉ុនគេទេគេប្រឹងធ្វើមកពីមុនមកអញ្ចឹងបានគេមានគេបានហ្នឹងត្រេកអរនឹងគេទៅមានមុទិតាវិញដូចកុំខឹងប្រកាន់មនុស្សនឹងអីមនុស្សនឹងតែអញ្ចឹងឧបនិស្ស័យមកគ្នាសំមកអញ្ចឹងជួយទៅបើជួយបានប្រមាណក៏យើងចាត់ទុកថាជាបុណ្យរបស់យើងប៉ុណ្ណឹងរឿងអ្នកកែមិនកែអានឹងអ្នកវិច្ចសម្ពីកម្មរបស់អ្នកទៅអានឹងយើងអត់ហួងហែងប្រកាន់ខ្លាំងឲ្យស្អីស្អីតាមចិត្តយើងចង់រហូតទេអញ្ចឹងយើងធូររហូតដល់មានបញ្ញាលះកាន់លះកាត់នៅសេចក្តីប្រកាន់ឧបាទានអញ្ចឹងជាដើមទៅអញ្ចឹងយើងមិនលុះក្នុងអំណាចនៃចិត្តដែលវានាំទៅធ្វើអំពើអាក្រក់និយាយដើមអេអូចឬក៏វាយទាត់ធាក់ជេរគេអីទេមានសតិមានបញ្ញាជាអ្នកទប់ស្កាត់នៅចិត្តអាក្រក់ទាំងអស់ហ្នឹងអាហ្នឹងទើបយើងមិនសូវកើតទុកមិនសូវទទួលផលវិបាកជាទុកពីចិត្តរបស់យើងហ្នឹងចិត្តរបស់មនុស្សយើងវាសុខវាទុក្ខវាវាស់នៅលើភាពសៅមងជាតិពុលនៅក្នុងចិត្តរបស់យើងនឹងមានកម្រិតណាសំដៅទៅលើអកុសលមានដូចថាខឹងចំណែនស្អប់មួម៉ៅគុំគួនរវាយទាំងអស់ហ្នឹងអវិជ្ជាប្រកាន់ហួងហែងអីចឹងបើជាតិពុលអកុសលហ្នឹងវាមាននៅក្នុងចិត្តច្រើនវាកើតទុក្ខក៏ច្រើនដែរពីព្រោះវាដូចភ្លើងអញ្ចឹងវាអាស្រ័យនៅវត្ថុណាវាដុតនៅវត្ថុហ្នឹងបើភ្លើងច្បើងឆេះច្បើងភ្លើងព្រៃឆេះព្រៃតែយ៉ាងណាភ្លើងអកុសលហ្នឹងវាអាស្រ័យចិត្តវាឆេះចិត្តវាធ្វើឲ្យចិត្តហ្នឹងក្តៅក្រហល់កាហាយអញ្ចឹងដើម្បីកាត់បន្ថយសេចក្តីទុក្ខតឡាកាត់បន្ថយឬក៏បោះសម្អាតនៅគ្រឿងសៅមងអកុសលជាតិពុលនៅក្នុងចិត្តនឹងចេញតិចម្ដងតាមរយៈការយល់ចូលចិត្តនៅដំណើរនៃធម្មជាតិឧទាហរណ៍ថាមិនចំណែនគេទេពីព្រោះ
យល់ថាមនុស្សម្នាក់ហ្នឹងវាមានសម្ពាយបនផ្សេងគ្នាគេធ្វើបនច្រើនក៏គេបានល្អច្រើនអញ្ចឹងទៅយើងមានសម្ពាយបនការព្យាយាមយើងប៉ុណ្ណឹងក៏យើងបានប៉ុណ្ណឹងអញ្ចឹងយើងដូរពីចំណែនទៅជារៀនត្រេកអរនឹងបនដែលគេបានធ្វើអញ្ចឹងយើងអត់យកជាតិពុលមកថែមទេប៉ុន្តែយើងយកថ្នាំការរៀនត្រេកអរចំពោះសេចក្តីសុខអ្នកដទៃនឹងឈ្មោះថាមុទិតាជាថ្នាំព្យាបាលអ៊ីសាការចំណែនបើយើងអត់ដឹងទេយើងប្រមូលជាតិពុលថែមមកនៅក្នុងចិត្តឧទាហរណ៍ថាជាតិពុលរឿងខាងគុំគួនស្អប់គេចឹងទៅបើយើងអត់ដឹងយើងដេកអោបភ្លើងហ្នឹងដល់អ្នកដែលកើតទុកជាងគេគឺខ្លួនឯងអញ្ចឹងតើតែមានបញ្ញាចេះពយល់ឲ្យខ្លួនឯងដឹងថាកំហឹងដែលខាងគេហ្នឹងវាជាភ្លើងនៅក្នុងចិត្តវាដុតយើងមុនគេហើយមានបញ្ញាកំណត់ដឹងថាហ្នឹងហើយធម្មជាតិមនុស្សសត្វហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចបខំគេឲ្យធ្វើដូចយើងគិតដូចយើងគ្រប់រឿងទេវាតាមនិស័យតាមការសំរបស់គាត់មកអញ្ចឹងឬក៏យើងគ្មានសមត្ថភាពបខំថារឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមការមិនព្រមហ្នឹងវាជាហេតុនាំឲ្យកើតទុក្ខនឹងឯងពីព្រោះរឿងរ៉ាវវាកើតឡើងអាស្រ័យហេតុរបស់វាបើឧទាហរណ៍ថាហេតុវាមាន80ផលវាមាន80ទេបុណ្យរបស់យើងមាន80ការព្យាយាមរបស់យើងមាន80អញ្ចឹងលទ្ធផលក៏បានតែ80បើទោះជាយើងអង្គុយកើតទុកចង់បាន100ក៏វាអត់បានដែរវាឧបមាដូចថាយើងធ្វើស្រូវ1ហិកតាវាត្រូវបានផលតែ3តោនចុះឧទាហរណ៍ហើយយើងយំចង់បាន10តោនយំងាប់ក៏វាមិនបានដែរដោយសារយើងសាងហេតុតែប៉ុណ្ណឹងអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេអានឹងជាថ្នាំព្យាបាលហើយតាំងយើងប្រមូលសេចក្តីស្រឡាញ់ការយោគយល់ការចែករំលែកភាពត្រជាក់ត្រជុំការអត់ឱនមិនគំនុំគុំគួនមានតែពង្រីកសេចក្តីស្រឡាញ់ហ្នឹងឲ្យទលំទលាយទៅជាងយើងស្បើយអំពីសេចក្តីទុក្ខហ្នឹងឯងដោយសារយើងព្យាយាមប្រមូលជាតិពុលចេញពីចិត្តរបស់យើងអត់ប្រមូលជាតិពុលចូលទេអនុមោទនា សេរីសួស្តីជ័យមង្គលក្នុងជីវិតហ្នឹងវាអាស្រ័យបុណ្យចាស់ផងវាអាស្រ័យការប្រឹងប្រែងក្នុងបច្ចុប្បន្នផងបើអ្នកនឹងបានធ្វើទានរក្សាសិលចាំម៉ែចាំឪធ្វើល្អពីអតីតជាតិជាអ្នកមានសម្ពាយបុណ្យខ្ពស់មកអាហ្នឹងគេធ្វើអីក៏ងាយដែររួមផ្សំទាំងបច្ចុប្បន្នហ្នឹងគេផឹងផែងហ៊ានសូត្រខ្សែគប់មនុស្សត្រូវតស៊ូព្យាយាមហើយមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងវាបានផលបុណ្យចាស់ផងផលបុណ្យថ្មីផងរួមទាំងកាយវិចារចិត្តគំនិតខ្ពង់ខ្ពស់ទៅទៀតអាហ្នឹងគេបានចម្រុងចម្រើនណាអញ្ចឹងបើយើងខ្សោយបុណ្យចាស់យើងកុំភ្លេចផឹងផែងសាងបុណ្យថ្មីឧទាហរណ៍ដូចជាការបម្រើមេដាបិតាការចេះរៀបចំកាយវិចារចិត្តគំនិតនឹងឲ្យបានខ្ពង់ខ្ពស់រស់រាយរាក់ទាក់ពាក្យសម្ដីគួរសមចេះដឹងទៀបខ្ពស់ចាស់ទុំហើយមានការតស៊ូព្យាយាមស្មោះត្រង់នៅក្នុងធម៌លោកហៅថាជាអ្នកមានសិលនៅភាសាបច្ចុប្បន្នគេថាមនុស្សចរិតថ្លៃថ្នូរអញ្ចឹងដោយអំណាចនៃបុណ្យហ្នឹងជួយឲ្យយើងមានតម្លៃគេស្រឡាញ់គេចូលចិត្ត
ទេវតាក៏ជួយថែរក្សាយើងដែរអញ្ចឹងយើងរៀបចំខ្លួនយើងនឹងឲ្យថ្លៃថ្នូរដោយគុណធម៌ហើយសេរីសួស្តីមកតាមក្រោយទេយើងមិនអាចអង្គុយចាំចង់បន់ស្រន់ឲ្យបានសេរីសួស្តីប៉ុន្តែយើងអត់បានរៀបចំខ្លួនបង្កើតសេរីសួស្តីនឹងសម្រាប់ខ្លួនឯងទេពីព្រោះសេរីសួស្តីជាឈ្មោះនៃគុណធម៌បុណ្យកុសលការតស៊ូការរៀបចំចរិយាមារយាទឲ្យបានត្រឹមត្រូវឲ្យបានថ្លៃថ្នូរសេរីសួស្តីហូរចូលចម្រុងចម្រើនធ្វើឲ្យជីវិតនឹងបានខ្ពង់ខ្ពស់មានគេគោរពមានគេស្រឡាញ់ដោយសេចក្តីកោតក្រែងមិនមែនគ្រាន់តែគោរពស្រឡាញ់ដោយសារគ្រាន់តែតួនាទីប៉ុន្តែគេស្រឡាញ់យើងដោយសារយើងជាមនុស្សមានគុណធម៌គួរជាទីគោរពសិលធម៌ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនឹងធ្វើឲ្យអ្នកដទៃបានសុខហើយបុណ្យកុសលនឹងជួយបង្កើតឱកាសឲ្យយើងបានរកផ្លូវរកស៊ីទទួលទានដោះស្រាយបញ្ហាអីក៏ចេះតែបានចេះតែទៅមុខរួចដោយសារកម្លាំងបុណ្យចាស់យើងពីអតីតមកផងដោយសារកម្លាំងបុណ្យថ្មីការតស៊ូព្យាយាមពេលបច្ចុប្បន្ននឹងផងអញ្ចឹងយើងប្រឹងកសាងអំពើល្អបុណ្យកុសលធ្វើទានរក្សាសិលចម្រើនភាវនាបុណ្យកុសលនឹងកើនឡើងក្នុងចិត្តរបស់យើងសេរីសួស្តីក៏កើនទេវតាក៏ជួយបីបាច់ថែរក្សាយើងជាមនុស្សល្អជាអ្នកមានគុណធម៌ដែរយើងខ្លាយទៅជាអ្នកមានបុណ្យគឺមានបុណ្យនៅក្នុងចិត្តអ្នកមានបារមីគឺមានសេចក្តីល្អនឹងនៅក្នុងខ្លួនឲ្យបានច្រើនទៅណាមកណាមិនបាច់បខំឲ្យគេស្រឡាញ់គេស្រឡាញ់គេចូលចិត្តតែម្ដងដោយអានុភាពនៃអំពើល្អនៃទឹកចិត្តល្អនៃកាយវាចាល្អរបស់យើងនឹងឯងនឹងជាមនុស្សដែលមានសេរីជាមនុស្សដែលមានបារមីជាមនុស្សដែលចម្រើនដោយសេចក្តីសុខសម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងអនុមោទនាធម្មតាមនុស្សយើងវាតែងតែមានចំណុចខ្វះខាតនេះនោះវាមិនល្អគ្រប់10ទេប៉ុន្តែមនុស្សយើងដល់ពេលតែមានចិត្តស្អប់គុំគ្នាមិនសូវមើលឃើញរឿងគេល្អទេចូលចិត្តចាប់តាគេខុសនេះខុសនោះទីទួចជុំមកពង្រីកមកបន្ថែមមកបន្ថយធ្វើឲ្យគេនឹងអាក្រក់កាន់តែខ្លាំងហើយបង្ហាញតែខ្លួនឯងនឹងល្អអញ្ចឹងតែអាហ្នឹងវាអាចជាពីវេរាវែងឆ្ងាយស្អប់គ្នាក្នុងបច្ចុប្បន្នហើយទៅមុខទៀតក៏អាចមានពីវេរាមកជាបងជាប្អូនទៅឆ្លោះប្រកាសបច្ចៈគ្នាក្នុងគ្រួសារវេទនាអន្តរាយកើតទុក្ខដៅកាហាយទាំងអស់គ្នាឬក៏ថាត្រឡប់វល់មកជាប្តីមកជាប្រពន្ធប្រកាសបច្ចៈគ្នាសូម្បីក្នុងតំណែងតំណងជាប្តីប្រពន្ធហ្នឹងក៏មានពីវេរានឹងគ្នាអញ្ចឹងទៅដែរអញ្ចឹងបាននៅក្នុងធម៌វិធីផ្សះផ្សាធ្វើឲ្យចិត្តនឹងត្រជាក់ព្រះអង្គឲ្យយើងចេះមើលឃើញគេល្អឧទាហរណ៍ថាបើគេចង្អេងចង្អាងផ្លូវកាយគេអាចល្អដោយវាចាបើគេវាចាគេមិនសូវព្រោះប៉ុន្តែអ្នកនឹងជួយណាការងារនេះនោះអីមិនសូវប្រកាន់ខ្លួនទេហើយបើថាអ្នកនឹងកាយក៏ចង្អេងចង្អាងវាចានោះក៏មិនសូវព្រោះប៉ុន្តែចិត្តគ្នាល្អគ្រាន់តែនិស័យគ្នាមកអញ្ចឹងវាធ្វើម៉េចបើវាសនាការសន្សំគ្នាមកអញ្ចឹងមើលឃើញចំណុចល្អគេទៅវាអត់សូវមួម៉ៅនឹងអំពើអាក្រក់នេះទេមិនមែនបានន័យថាយើងមិនកែមិនជួយបដៅទេនឹងទៅជួយណែនាំបដៅអញ្ចឹងប៉ុន្តែមនុស្សខ្លះអាចទទួលការណែនាំបានមនុស្សខ្លះអត់បានទេហ្នឹងអញ្ចឹងបានចំណុចទី3ដែលព្រះអង្គសម្ដែងថាបើអ្នកនឹងកាយក៏មិនល្អវាចាក៏មិនល្អថែមទាំងចិត្តអាក្រក់ទៀតព្រះអង្គឲ្យយើងចេះពិចារណាថាមនុស្សនឹងកំពុងតែឈឺអត់មានពេទ្យមើលហើយអត់មានបាយហូបទៀតនៅកណ្ដាលវាក្តៅហែងតែយើងគួរតែខឹងស្អប់មនុស្សដែលកំពុងតែឈឺអត់បាយហូបនៅកណ្ដាលវាអត់ពេទ្យមើលហ្នឹងឬក៏គួរឲ្យអាណិតយើងពិតជាគិតថាគួរឲ្យអាណិត
ដែលព្រះអង្គប្រៀបធៀបនឹងចង់និយាយថាអ្នកដែលធ្វើអំពើអាក្រក់តង្កាយក៏អាក្រក់វាចាក៏អាក្រក់ចិត្តនឹងក៏កដេថៃថាអូអ្នកនេះសន្សំបាបកម្មពីវរាស្ពាយសេចក្តីទុក្ខនឹងទៅវែងឆ្ងាយក្នុងអនាគតជាតិកើតជានរកប្រែដេរឆានអសូរកាយបើមកកើតជាមនុស្សកំព្រាវេទនាហ្នឹងសន្សំកម្មនាំឲ្យបានសេចក្តីទុក្ខដល់ខ្លួនឯងយើងនេះពិចារណាទៅជាកើតករុណាមិនមែនថាលើកតម្កើងទេប៉ុន្តែទឹកចិត្តនឹងប្រកបដោយបញ្ញាមើលឃើញវែងឆ្ងាយទៅជាមានចិត្តករុណាចង់ជួយធ្វើម៉េចឲ្យបុគ្គលនឹងរួចផុតពីពាវរានឹងមកពីព្រោះត្រូវរងទុក្ខកម្មពាវរានឹងវែងឆ្ងាយណាស់ដែលសាងអំពើអាក្រក់ទាំងកាយទាំងវាចាទាំងចិត្តនឹងដល់ពេលយើងចេះមើលឃើញចំណុចល្អរបស់គេអញ្ចឹងព្រះអង្គប្រៀបធៀបដូចជាភិក្ខុដែលទៅបាំងស្គលកណាត់ក្នុងព្រៃទាញកណាត់វិសាកសពមកកន្លែងណាប្រឡាក់ក៏ជាចេញទៅហើយទុកតែកន្លែងល្អយកមកដេរធ្វើជាជីវរប្រើប្រាស់យ៉ាងណាមនុស្សក្នុងโลกនេះវាមិនចេះបានល្អគ្រប់10សភ្លឹងទេវាមានចំណុចខ្វះខាតប៉ុន្តែយើងរៀនចាប់យកចំណុចល្អមកលើកទឹកចិត្តឲ្យអ្នកនឹងផឹងធ្វើល្អពង្រីកសេចក្តីល្អទៅទៀតហើយបើមានចំណុចណាដែលមិនល្អយើងជួយប្រាប់ដោយចិត្តករុណាចង់ឲ្យអ្នកនឹងបានល្អប្រសើរអត់មានបំណងជន់ពន្លិចធ្វើឲ្យអ្នកនឹងអន្តរាយអញ្ចឹងយើងបានបន់ទាំងសងខាងគេល្អក៏យើងត្រេកអរយើងបានបន់គេមិនល្អយើងជួយណែនាំដោយចិត្តករុណាយើងក៏បានបន់ប៉ុន្តែរឿងគេទទួលពាក្យយើងបានមិនបានអានឹងជាសមត្ថភាពរបស់គេប៉ុន្តែបើយើងខ្វះបញ្ញានៅពេលដែលយើងប្រាប់គេឲ្យគេមិនទទួលគេឆាំងមកវិញយើងកើតទុកឆ្លោះជេរវិញអានឹងយើងមានបាបដោយសារយើងខឹងក្រេវក្រោតមួម៉ៅនឹងឯងអញ្ចឹងតើរៀនមើលចំណុចល្អលើកទឹកចិត្តផ្ដល់តម្លៃដល់គ្នាទៅវិញទៅមកយើងសាងមិត្តភាពបច្ចុប្បន្នផងហើយយើងអត់មានពាវរាទៅលោកខាងមុខផងហើយក្នុងជីវិតដំណើរក្នុងសង្សារវដ្តហ្នឹងក៏មិនសូវមានបញ្ហាដែរកាលណាយើងមិនសូវមានពាវរាស្មុគស្មាញចិត្តបើអ្នកចូលចិត្តប្រមូលរឿងក្តៅក្រហាយដាក់ក្នុងខួរក្បាលអ្នកច្រើនពេកអ្នកនឹងស្មុគស្មាញច្រើនមិនខានអ្នកខ្លះចូលចិត្តស្ពាយរឿងអតីតកាលរឿងដែលកន្លងហួសទៅហើយដេកស្ដាយក្រោយដេកអោបរហូតមិនព្រមយកវាទៅកប់ចោលទេហើយអ្នកខ្លះទៀតចូលចិត្តគិតច្រើនដេកភ័យស្រមើស្រមៃបង្កើតរឿងមកបន្លាចខ្លួនឯងតាមពិតទៅ
រឿងនោះមិនទាំងទាន់កើតឡើងផងបើតែយ៉ាងនេះយូរទៅចិត្តអ្នកកាន់តែស្មុគស្មាញទៅដោយសារតែមិនព្រមបោះចោលខ្លះប្រឹងដើរប្រមូលសម្រាមបន្ថែមរាល់ថ្ងៃរឿងអីថាមិនលំបាកដើម្បីបានសេចក្តីសុខកុំឲ្យស្មុគស្មាញច្រើនទាល់តែរៀនកាត់ខ្លះរៀនបោះចោលខ្លះរៀនព្រមខ្លះនិងរៀនប្រឈមមុខចំពោះការពិតខ្លះទោះបីរឿងល្អរឿងមិនល្អក៏ប្រឹងដោះស្រាយទៅកុំស្មុគស្មាញពេកជីវិតគ្មានសេរីទេស្មុគស្មាញច្រើនជីវិតមិនសូវបានសុខទេពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីតិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតតែអញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសុទ្ធតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតនឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខនឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយអង្គមហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែ
អវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបដិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏នន្ទាខុសមនុស្សហ្នឹងខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតម្រូវតែចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអីពីយើងផងគេក៏ខ្លាចដូចតែយើងដែរយូរទៅនាំគ្នារស់ទាំងភ័យខ្លាចគ្នាទៅវិញទៅមកយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើទៅធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យបានសម្រេចជោគជ័យហើយប្រាប់គេថាអ្វីដែលអ្នកគិតគឺពិតជាត្រឹមត្រូវមិនមែនថាមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះតែពិចារណាផងបើគេឲ្យយោបល់ដើម្បីឲ្យអ្នកបានចម្រើនទទួលយកចុះហើយអរគុណគេផងតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេកុំយកមកទុកក្នុងខួរក្បាលអីបោះចោលទៅហើយត្រូវប្រឹងប្រែងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនថិតក្រោមសម្ពាធអ្នកដទៃទេសូមកុំឲ្យអ្នកដទៃមកគូសវាសជោគវាសនាឲ្យអ្នកឡើយត្រូវប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយភាពស្វាហាប់នៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកអង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្នាកើតដែលពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវចីកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកំបាំងមុខព្រះអង្គសម្ដែងយ៉ាងទៀតប៉ុន្តែយើងហងៃដូចទីជួយចិត្តនិយាយពីរោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងតែអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខនិងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នានឹង